ថាហេតុអ្វី97%ហើយតែកម្ពុជាដែលទទួលនៅការដាក់នៅបន្ទាត់ពន្ធថែមដល់ទៅ49%នេះហេតុអ្វីខ្ពស់ជាងគេចាការដែលខ្ពស់ជាងគេគឺយើងសម្លឹងឃើញថាដោយសារតែជាកត្តាដែលថាប្រទេសកម្ពុជាដូចប្រទេសអភិវឌ្ឍផ្សេងទៀតដែលយើងថាស្គាល់ជាប្រទេស LDC ឬក៏ least developed country នេះគឺតែងតែមាននៅអតិរេកនៃការនាំចេញរបស់ខ្លួនទៅប្រទេសដែលមានសេដ្ឋកិច្ចធំចាពីព្រោះអីទី1គឺដោយសារថាទំហំនៃកម្លាំងទិញបញ្ជាទិញចាពិតណាស់ទីផ្សារអាមេរិកមានប្រជាពលរដ្ឋរហូតដល់340លាននាក់ចាហើយប្រទេសកម្ពុជាយើងមានតែ17លាននាក់ទេអញ្ចឹងច្បាស់ណាស់ថាតម្រូវការបញ្ជាទិញពីសហរដ្ឋអាមេរិកមកលើផលិតផលដែលកម្ពុជាអាចផលិតបានចូលទៅទីផ្សាររបស់ខ្លួននោះគឺពិតណាស់មានចំនួនច្រើនចាដូច្នេះហើយចំពោះថាតើកម្ពុជាក្នុង17លាននាក់មានលទ្ធភាពនឹងការបញ្ជាទិញផលិតផលចេញពីអាមេរិកមកកម្ពុជាវិញនោះបានប្រមាណចាអានឹងនេះហើយដែលជាសំដៅឲ្យឃើញថាទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិកគឺជាទីផ្សារដែលបានស្រូបទាញនៅផលិតកម្មរបស់យើងចា